អ្នកទាំងអស់គ្នាខ្ញុំចប់ទី12មែនទេហើយចង់រៀនផ្នែក design កាត់តវីដេអូហើយផ្នែកតាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយហើយមានដូចជាចេះថតវីដេអូរៀនចេះថតរូបអីផ្សេងអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះបានខ្ញុំនឹងប្រាប់ពីសាលាដែលអាចបង្រៀនអ្នកទាំងអស់គ្នាឲ្យចេះជំនាញទាំងនឹងបានវិទ្យាល័យទាំង4នោះគឺខ្ញុំនឹងមានសាកលវិទ្យាល័យទាំង4គឺសាកលវិទ្យាល័យទាំង3ហើយនិងវិទ្យាស្ថាន1ចំពោះសាកលវិទ្យាល័យទី1គឺមិនភ្នំពេញអ្នកនរគ្នានឹងឲ្យនៅតាមបណ្ដោយផ្លូវតាក់ប៉ុនដស៊ីហ្នឹងអ្នកនរគ្នាអាចទៅដាក់ពាក្យនៅនឹងបានគឺមាន department មួយឈ្មោះ department media and communication អ្នកនរគ្នាអាចរៀននៅនឹងអាចចេះច្រើនមាននឹងថតរូបមាននឹងថតវីដេអូផ្នែកសរសេរសារព័ត៌មានអត្ថបទអីផ្សេងថតកុនអីផ្សេងគឺអ្នកគ្នាអាចទៅរៀននឹងបានគឺល្អហើយគេមាន equipment មានអីឲ្យដូចជាឃើញមានកាមេរ៉ាថ្លៃកាលមុនខ្ញុំធ្លាប់ឃើញតែឡើយដឹងមានអត់ទេប៉ុន្តែដឹងទៅកោបជាឡៃភូមិន្ទភ្នំពេញហ្នឹងហើយនៅ department media and communication ហ្នឹងទី2គឺបៀប្រៃសាកលវិទ្យាល័យបៀប្រៃអ្នកគ្នាអាចទៅរៀនបានដូចជាគេមានmedia design ដូចជាគេមានរៀនផ្នែកmedia និងកាត់តវីដេអូ design អីហ្នឹងហើយ 3D អីផ្សេងហ្នឹងកូនឃើញគេមានផ្នែកនៅដាច់តម្លៃហ្មងនឹងឯចំពោះសាកលវិទ្យាល័យទី3គឺនៅខាងចូលច្បារវិទ្យាល័យ Norton ហើយនៅក្នុងនោះគេមាន department មួយឈ្មោះ Cognitive Multimedia នឹងឯអ្នកគ្នាអាចទៅរៀននឹងបានក៏ល្អដែរហ្នឹងឯមានផ្នែកខាងនឹង design កាត់តវីដេអូអីផ្សេងហ្នឹងនៅហ្នឹងក៏ល្អដែរហើយតាក់ទងនឹង multimedia ហ្នឹងតាក់ទងនឹងកូដហ្នឹងទី4វិញគឺជាស្ថាន CTEC នឹងឯអ្នកគ្នាគឺខ្ញុំរៀននៅនឹងផ្ទាល់ហើយនៅហ្នឹងគេមានផ្នែកមួយគឺ management information system អ្នកនរគ្នាអាចសរសេរ app អីផ្សេងបង្កើត app អីផ្សេងហ្នឹងទៅហើយតនឹង networking អីចឹងទៅហើយទី3នោះគឺ media នៅក្នុងហ្នឹងគឺអ្នកនរគ្នាអាចរៀនផ្នែកថតរូបអីថតវីដេអូកាត់តអីចឹងទៅហើយសរុបមកសម្រាប់អ្នកដែលចប់រៀនផ្នែកហ្នឹងអ្នកគ្នាអាចនឹងក្លាយទៅជាទី1គឺ graphic design ទី2គឺ video editing ទី3គឺអ្នកយកព័ត៌មានទី4គឺអ្នកធ្វើ animation 3D អីផ្សេងចឹងទៅហើយការងារត្រឹមត្រូវអ្នកគ្នាគឺហើយឥឡូវគេកំពុងតែត្រូវការច្រើនទៅក្នុងផ្នែកmedia ហ្នឹងខ្ញុំនិយាយរួមទៅគឺ media ហ្នឹងអ្នកនរគ្នាអាចចេះទាំងអស់ហ្នឹងហើយអត់ខ្វះការងារទៅសំខាន់អ្នកចេះបង្កើតអត់ហើយអាចប្រើប្រាស់កម្មវិធី tool អីផ្សេងនៅក្នុងមុខជំនាញហ្នឹងបានគឺអ្នកនរគ្នានឹងងាយស្រួលរកការងារហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នាបាយបាយ